ជាទូទៅបើសិនបងប្អូនបែកតែកញ្ចក់ថាច់ផ្នែកខាងលើសម្រាប់អេក្រង់ស៊ីនបងប្អូនអាចយកមកអ៊ុតកញ្ចក់ថាច់សិនបាទកុំទាន់ផ្លាស់ប្ដូរអេក្រង់ជាក់ស្ដែងដូច13 Pro Max ម្ដងនេះអញ្ចឹងបងប្អូនបែកតែកញ្ចក់មកជុំទេងុំនឹងគឺម៉ាស៊ីនជាប់ iCloud ហើយនឹងបែកខ្នងក្រោយផងដែរបាទនេះយើងធ្វើការបាទជួសជុលបាទអ៊ុតកញ្ចក់ថាច់បាទផ្លាស់ប្ដូរម៉ាស៊ីនហើយនឹងដូរកញ្ចក់ខ្នងក្រោយបាទស្អាតដូចដើមហើយទាំងអស់នេះគឺការងារជួសជុលប្រចាំថ្ងៃ5បាទខែ10បាទឃើញថាយើងទទួលបានរឹតតែច្រើនតកតទៅនឹងការងារជួសជុលនេះគឺ16 Pro Max បាទបញ្ហាឆ្លងខូចលើផ្នែកម៉ាស៊ីនអត់សាកបាទអាចជួយបានហើយតកតទៅនឹង13 Pro Max បាទបងប្អូនឃើញគឺដឹងហើយបញ្ហាអេក្រង់ចេញពណ៌បាទចេញសបាទចេញខៀវលឿងបៃតងខ្ញុំទទួលបានរហូតដល់4ដើមបាទនេះក៏13 Pro Max ដែរបាទគឺតកតទៅនឹងបញ្ហាបែកកញ្ចក់ថាច់បាទផ្នែកខាងលើដែរហើយក៏ទទួលបាន12 Pro Max បញ្ហាខូចមិចបាទខូចសំណុំសាកផ្នែកខាងក្រោមបាទអត់ឮសំឡេងតកតងនឹងអតិជនដែលចង់ឡើង G បាទឡើង memory ធំខ្ញុំទទួលបាន XS Max បាទ64អតិជនគាត់ឡើងរហូតដល់ 256G ដូចនេះក៏ XS Max ដែរបងប្អូនគឺបញ្ហាធ្លាក់បាទខូចតួខូចកាមេរ៉ាក្រោយហើយនឹងខូចអេក្រង់បាទឃើញថាការងារគឺសម្បូរបែបដូចបងប្អូនឃើញក្នុងវីដេអូនេះអញ្ចឹងនេះក៏ XS Max បញ្ហាខូច scan បាទអតិជនគាត់យកមកផ្លាស់ប្ដូរតួស៊ីនបញ្ហាអេក្រង់បាទ iPhone XS Max មកដើមនេះក៏យកមកឡើង G ឲ្យធំដែរបាទឡើង 256នេះគឺ Huawei P40 Pro បញ្ហាធ្លាក់ជាប់ខូចអេក្រង់ម្ដងនេះផ្លាស់ប្ដូរជាប្រភេទអេក្រង់បាទអេក្រង់ស៊ីនបាទជាប្រភេទស៊ីនស្លឹកបាទយើងធ្វើការតេស្តហើយនឹងធានាលើថាច់ជូនបងប្អូនរហូតដល់2ខែណាងាកមក Samsung វិញម្ដងបាទគឺ Note 20 Ultra តែអតិជនគាត់ផ្លាស់ប្ដូរជាប្រភេទអេក្រង់ Copy OLED បាទជាប់តួហើយខ្ញុំក៏ទទួលបាន Samsung Note 10 Plus បាទរហូតដល់2ដើមបាទឃើញថាធ្ងន់តែបាទអាចជួយបានហ្នឹងហើយដូរអេក្រង់ទាំង2ដើមបាទយើងធ្វើការដោះគោតបាទដោះគោតដៃហើយបាទដូរថ្មបាទដូរខ្នងធ្វើម៉េចគឺរៀបជួនអតិជនបាទស្អាតប្រើបានឡើងវិញនេះគឺ Google Pixel 6 Pro អធិស្ឋានគឺ6ធម្មតាផ្លាស់ប្ដូរអេក្រង់ OLED បាទនេះគឺ Pixel 3XL ផ្លាស់ប្ដូរថ្មអតិជនដែលមានបញ្ហាស្ទើរតួបាទខូចតួបាក់តួ iPhone X XR XS Max បាទឬក៏ iPhone 12ក៏បងប្អូនអាចយកមកឡើងស៊េរីបានដែរ